បាទសួស្តីបងប្អូនបាទហើយអឺនេះជាសកម្មភាពកូនមាន់របស់ខ្ញុំបាទទើបតែតម្លាក់ចោលដីហ្នឹងបងប្អូនមុននឹងនាំបងប្អូនបាទទៅស្ដាប់អំពីការរៀបរាប់របស់ខ្ញុំបាទអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅមើលមេមាន់របស់ខ្ញុំបាទដែលត្រៀមនឹងតម្លាក់ចោះបាទ3សន្ទុកនៅលើកក្រោយទៀតបងប្អូនបាទអញ្ចឹងបងប្អូនតោះទៅមើលទាំងអស់គ្នាមេពងបានទៅបាន6គ្រាប់បងប្អូនអើយអូខេអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅមើលសន្ទុកទី2ទៀតបាទមេ2ទៀតហ្នឹងគឺក្រាបអស់ហើយតែមេនេះទៅមកពងបាន6អូក្រាបចិត្តទឹកតងកដកអីចាស់កដកកង់មកកាចាស់មេនេះបាទនេះអូអត់ដឹងពងបានទេមេហ្នឹងហ្នឹងបងប្អូនខ្ញុំនឹងនាំបងប្អូនទៅមើលមួយស្បុកទៀតអញ្ចឹងយើងបាន2ស្បុកហើយនេះអត់ដឹងទេតែមកពងផងស្បុកទី3បាទបងប្អូនអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងបាទលើកក្រោយហ្នឹងគឺខ្ញុំនឹងទម្លាក់មន់បាទចំនួន3សបុកអូខេហ្នឹងបងប្អូនអញ្ចឹងយើងកូនមន់ទៅមើលទម្លាក់ពីសកម្មភាពដីដូចរបស់ខ្ញុំវិញឡងបាទអាយុទៅតែ35ថ្ងៃទេបងប្អូនហើយនេះខ្ញុំទម្លាក់ចោះមុនថ្ងៃកំណត់ហ្នឹងបងប្អូនដោយសារវាចង្អៀតត្រង់ពេកបងប្អូនហើយមើលបងវាហ្នឹងបងប្អូនហ្នឹងមេសហ្នឹងបងវាបងប្អូនដេញចាប់វិញនេះផ្អើលបងប្អូនហើយដោយសារវាអត់តស្គាល់ដីទេទៅមកដាក់ចោះបានប្រហែលជា4-10នាទីបងប្អូនហើយឆ្លៀតដាក់បងវាហ្នឹងមកចឹកទៀតហើយកូនមន់នេះខ្ញុំដាក់ចោះមុនថ្ងៃកំណត់និយាយទៅគឺខ្ញុំគិតថាចាំអាយុ40ថ្ងៃចាំតម្លាក់ចោះអញ្ចឹងបងប្អូនប៉ុន្តែដោយសារវាចង្អៀតត្រង់បងប្អូនអើយកតោទឹកមួយកតោចំណៃមួយណាញ់ប៉ែហ្មងហើយទឹកវិញមួយថ្ងៃដាក់ឲ្យឡើង2-3ដងហើយមើលទៅគិតថាអត់កើតទេចឹងមានតែតម្លាក់ចុះហ្មងហើយពួកឯងដាក់មួយបងប្អូនបើវាចង្អៀតពេលវាផ្អើលវាអីចឹងទៅវារត់បុកតោចំណៃហ្នឹងដួលក្លាប់តាប់ងាហើយអាទឹកនៅកពុបអស់លេងហើយទោះបីអាចងពយួរមិនក៏ដោយវាបុកចុះបុកឡើងបុកចុះបុកឡើងក៏លុកកពុបអដល់ណាបងប្អូនហើយមានតែដាក់ចុះមុនថ្ងៃហ្មងទៅហើយតែវានៅផ្អើលបន្តិចបាទនៅបងប្អូនឥឡូវយើងកាត់មកដល់ចំណុចនេះបងប្អូនហើយអធិស្ឋានបងប្អូនដែរដូចខ្ញុំបិទសលេងដើមវីដេអូបងប្អូនដោយសារនៅភូមិខ្ញុំនេះមានបនបងប្អូនបនគេនិយាយទៅបនសពបាទបងប្អូនហើយបន្ទាប់ពីហ្នឹងមកនេះចូលដល់ល្ងាចបងប្អូនប្រហែលជាខ្ទង់ម៉ោង4ម៉ោង5បងប្អូនពេលហ្នឹងភ្លេចមើលម៉ោងដែរតែដឹងថាល្ងាចហើយនេះគេឃ្លានចំណីតែគេមកចំណេញស៊ីបងប្អូនហើយតែគ្មានអីទេមានតែកទួតនឹងកញ្ចង់កហ្នឹងដោយសារចំណៃនេះខ្ញុំដាក់ឲ្យមន់ធំអាកោកហ្នឹងមេឲ្យវាស៊ីទៅហើយដល់អាតូចនេះវាឃ្លានវាឃើញវាមកស៊ីដែរបងប្អូនប៉ុន្តែតោះតែជាងស្ងាត់តិចហ្នឹងបានវាមកដោយសារវានៅផ្អើលឡើយទេបងប្អូនតែយ៉ាងណាក៏គ្រាន់ជាងពេលយើងដាក់ចុះពីដវងអញ្ចឹងបងប្អូនគឺថាវាកាត់បន្ថយការផ្អើលដោយសារតែឃ្លានចំណីដល់ពេលអញ្ចឹងមិនណាមកស៊ីដែរតែហើយបងប្អូនវីដេអូក៏មានតែប៉ុណ្្នឹងដែរបាទអរគុណច្រើន